ណាយល់កាន់តែច្បាស់អំពីថាតើហេតុអីបានជានយោបាយផ្ទៃក្នុងថៃនៅពេលដែលមាននយោបាយផ្ទៃក្នុងម្ដងវាចេះតែតែងតែនាំទាញកម្ពុជាហ្នឹងឲ្យចូលទៅក្នុងជាលបោយនយោបាយផ្ទៃក្នុងប្រទេសថៃអាហ្នឹងជាផ្នែកមួយដែលខ្ញុំចង់បង្ហាញពីការប្រវត្តិខ្លះពីប្រវត្តិខ្លះដើម្បីបងប្អូនងាយយល់ទីមួយយើងមិនបាច់មើលទៅដល់សម័យអាណានិគមបារាំងទេយើងឃើញថាបារាំងក៏បានបន្សល់នៅមរតកដែលជាបញ្ហាដើម្បីជាបញ្ហាដែលធ្វើឲ្យកម្ពុជាថៃនឹងមានវិវាទជាពិសេសគឺការវាស់វែងការធ្វើផែនទីអីជាដើមឡើងហ្នឹងគឺវានៅមានភាពប្រទាំងប្រទេសច្រើនហើយជាពិសេសហ្នឹងការប្រើប្រាស់ខ្នាតអីជាដើមឡើងចឹងហើយឥឡូវនេះយើងឃើញថាទម្រង់នៃការឆ្លោះគ្នារវាងថៃខ្មែរហ្នឹងឆ្លោះរឿងខ្នាតផែនទីហ្នឹងក៏នៅតែបន្តអ្វីដែលខ្ញុំចង់លើកជាប្រវត្តិចុងក្រោយថ្មីជាគេហៅថាប្រវត្តិសាស្ត្រសម័យចុងក្រោយនេះគឺយើងឃើញថាការលូកលាន់ផ្ទៃក្នុងរវាងថៃនិងកម្ពុជាយើងក៏លូកគេក៏លូកយើងនៅតែយកលបែងព្រំដែនយកលបែងបូរណភាពទឹកដីនេះមកប្រើជាផលប្រយោជន៍នយោបាយរៀងខ្លួនដូច្នេះខ្ញុំចង់ចោទបញ្ចាំងថាទីមួយយើងមើលនៅឆ្នាំ2014ប្រហែលជា12ឆ្នាំមុនយើងឃើញថានៅពេលនោះមានរដ្ឋប្រហារទម្លាក់លោកតាក់ស៊ីនទម្លាក់លោកស្រីយើងឡាប់បាទពេលនោះគឺយើងឃើញគ្រួសារឬក៏រដ្ឋាភិបាលលោកហ៊ុនសែនពេលនោះបានផ្ដល់នៅគេហៅថាជំរកនយោបាយសម្រាប់ពួកអាវក្រហមណាជំរកនយោបាយសម្រាប់ពួកអាវក្រហមហើយការសម្រេចចិត្តផ្ដល់ឲ្យក្រុមលោកតាក់ស៊ីនឬក្រុមពួកអាវក្រហមមកជ្រកកោនផ្នែកនយោបាយនៅប្រទេសកម្ពុជានេះយើងមើលដំបូងថាអាចមកពីទំនាក់ទំនងបងប្អូនធររវាងលោកតាក់ស៊ីននិងលោកហ៊ុនសែនក៏ប៉ុន្តែជាហៅថាជាផលជាលទ្ធផលនៃទំនាក់ទំនងនេះបានคล้ายទៅជាអាវុធដ៏សំខាន់របស់ពួកអាវលឿងនៅក្នុងការសម្ពងទៅលើជីវិតនយោបាយរបស់លោកតាក់ស៊ីនណាជីវិតនយោបាយរបស់លោកតាក់ស៊ីនហើយយើងឃើញហើយតាំងពីឆ្នាំ2014មកក្រុមគ្រួសារលោកតាក់ស៊ីនហ្នឹងក៏រាប់ថាជាក្រុមគ្រួសារដែលមួយដែលមានការតស៊ូនៅលើសាយនយោបាយដែរជាប្រភេទឆ្កែខំមិនលែងដែរណាជាប្រភេទឆ្កែខំមិនលែងដែរចឹងហើយទោះបីជាខ្លួនមិនបានប្រឡូកដោយផ្ទាល់អីក៏ដោយគឺរុញទាំងប្អូនថ្លៃរុញទាំងកូនណារុញទាំងកូនភាសាហ្នឹងឲ្យចូលមកប្រកួតប្រជែងហើយក្រុមគ្រួសារឈីនវ៉ាត់នេះនៅតែមានឥទ្ធិពលនៅក្នុងនយោបាយរបស់ថៃចឹងហើយនៅពេលដែលរដ្ឋាភិបាលលោកហ៊ុនសែនកាលនោះផ្ដល់សិទ្ធិយកក្រោមឲ្យពួកអាវក្រហមនៅក្នុងការមកធ្វើកម្មវិធីរៀបចំគោលនយោបាយនៅប្រទេសកម្ពុជានេះយើងឃើញថាឥឡូវនេះបានคล้ายទៅជាអាវុធដ៏សំខាន់របស់ពួកអាវលឿងក្នុងការសម្ពងលោកតាក់ស៊ីនហើយចុងបញ្ចប់ទំនាក់ទំនង30ឆ្នាំដោយបងប្អូនដឹងហើយថាបញ្ចប់ហើយរវាងគ្រួសារតកូលហ៊ុនជាមួយនឹងគ្រួសារតកូលឈីនវ៉ាត់ទី2ទៀតយើងក៏ចេះតែប្រទាំងប្រទេសគ្នាអីនឹងដែរហ្នឹងគឺហើយតែងតែប្រទេសមួយហ្នឹងតែងតែទាញយកផលប្រយោជន៍នយោបាយរៀងខ្លួនទោះបីតែច្រើនហ្នឹងគឺតាក់ទងទៅនឹងផលប្រយោជន៍ដែលកើតឡើងតាមព្រំដែនពាណិជ្ជកម្មតាមព្រំដែនក៏ដោយឧក្រិដ្ឋកម្មឆ្លងដែនក៏ដោយណាឧក្រិដ្ឋកម្មអនឡាញនៅតាមបណ្ដាព្រំដែនកាស៊ីណូនៅតាមបណ្ដាព្រំដែនហ្នឹងក៏ដោយមិនមែនតែមានផលប្រយោជន៍ទៅលើអ្នកនយោបាយកម្ពុជាទេមានអ្នកនយោបាយថៃមានមេតបថៃមានមេប៉ូលីសថៃហ្នឹងក៏មានការរួមចំណែកនៅក្នុងការសម្រួលឲ្យមានឧក្រិដ្ឋកម្មតាមព្រំដែនដែរបាទយើងឃើញថាផលប្រយោជន៍ដែលកើតឡើងនៅតាមព្រំដែននេះគឺមហាសាលមានទំហំទឹកប្រាក់រាប់ពាន់លានដូច្នេះហើយមានមនុស្សមានឥទ្ធិពលច្រើនណាស់ដែលពាក់ព័ន្ធទៅលើឧក្រិដ្ឋកម្មទាំងអស់នោះដូច្នេះនៅពេលដែលមួយបានប្រយោជន៍មួយមិនបានប្រយោជន៍ហ្នឹងក៏តែងតែទាញរឿងបញ្ហាព្រំដែនហ្នឹងយកមកដើម្បីចោទប្រកាន់យើងឃើញជាក់ស្ដែងហើយកាលលោកស្រីផៃថងឋាននៅជានាយករដ្ឋមន្ត្រីក្រោយពីមានការបែកធ្លាយសម្លេងសន្ទនាយើងឃើញលោកស្រីផៃថងឋានចេញគោលនយោបាយបន្ទាន់មកក្រាបឧក្រិដ្ឋកម្មអនឡាញតាមព្រំដែនក្នុងហេតុផលដើម្បីការពារសន្តិសុខរបស់ប្រទេសថៃដែលធ្វើឲ្យមានការរីករាលដាលរហូតដល់មានការបិទព្រំដែននៃជាដើមឡើងណានឹងចំណុចនៃការពាក់ព័ន្ធខ្លះទី2របស់កម្ពុជាថៃចំណុចចុងក្រោយនៅពេលដែលអ្នកនយោបាយថៃឬក៏អ្នកនយោបាយកម្ពុជានេះចង់បង្ឆេះគេថាចង់បញ្ឆេះជាតិនិយមតាមរូបមន្តចាស់កម្រិលខ្ញុំហ៊ានប្រើប្រាស់ពាក្យរូបមន្តចាស់កម្រិលដោយសារអីបើសិនជាបងប្អូនអ្នកសិក្សាពីនយោបាយបងប្អូនប្រហែលជាមិនរំលងសភៅ Beyond the Nationalism របស់លោកសាស្ត្រាចារ្យ Benedict Anderson ណាសាស្ត្រាចារ្យ Benedict Anderson នោះសភៅគាត់សរសេរ Beyond the Nationalism ភាសាគាត់សរសេររៀងពិបាកប៉ុន្តែបើយើងសិក្សាពីផ្នែកនយោបាយប្រហែលជាបងប្អូនអាចយល់ហើយគឺមានន័យថាដើម្បីបង្កើតជាតិនិយមរបស់ខ្លួននៅក្នុងប្រទេសរបស់ខ្លួននោះវាត្រូវតែកំណត់សត្រូវឬក៏យកអ្នកជិតខាងណាមួយជាសត្រូវដើម្បីធ្វើឲ្យជាតិនិយមរបស់បងប្អូនឬក៏របស់មនុស្សនៅក្នុងប្រទេសមួយហ្នឹងវាពុះកញ្ជ្រោល
ហើយយើងឃើញករណីថៃប្រើជាមួយខ្មែរប្រើជាមួយថៃជាដើមឡើងជាដើមឡើងចឹងហើយអ្នកនយោបាយដែលចូលចិត្តប្រើវិធីសាស្ត្របែបចាស់គំរិលក្នុងការកសាងភ្លើងជាតិនិយមរបស់យុវជននេះគឺនៅតែមានអំណាចនៅក្នុងប្រទេសទាំងពីរបច្ចុប្បន្ននៅក្នុងប្រទេសទាំងពីរបច្ចុប្បន្នហើយវិធីនៅក្នុងការធ្វើហ្នឹងគឺអត់មានអីប្លែកទេដដែលទេតាំងពីយូរយារមកហើយគឺនៅតែនៅពេលដែលចង់ឲ្យខ្លួនឯងមានប្រជាប្រិយភាពហ្នឹងទៅឆ្លោះជាមួយអ្នកជិតខាងណាមួយចឹងទៅហើយថៃក៏ប្រើប្រាស់វិធីសាស្ត្របែបនេះដែរប្រើប្រាស់វិធីសាស្ត្របែបនេះដែរត្រឡប់មករឿងថាតើការបង្កើតការចេតនាចង់ឲ្យមានការបង្កើតសង្គ្រាមលើកទី2រវាងកម្ពុជានិងថៃដែលផ្ដួចផ្ដើមបញ្យុះដោយភាគីខាងកងទ័ពថៃនេះតើវាមានមូលហេតុអីពិតប្រាកដខ្ញុំគិតថាបងប្អូនមួយចំនួនធំអាចធ្វើការសន្និដ្ឋានថាជាការឈ្លានពានណាជាការឈ្លានពានជាការបំពានបូរណភាពទឹកដីក៏ប៉ុន្តែខ្ញុំមិនបដិសេធគំនិតហ្នឹងទេខ្ញុំមិនបដិសេធទ្រឹស្ដីហ្នឹងទេក៏ប៉ុន្តែខ្ញុំមានគំនិតផ្សេងមួយទៀតដែលអាចឲ្យបងប្អូនយកទៅពិចារណាខ្ញុំមើលលើសពីការឈ្លានពានអ្វីដែលខ្ញុំមើលលើសពីការឈ្លានពានខ្ញុំមើលឃើញថានយោបាយផ្ទៃក្នុងរបស់ថៃមកដល់បច្ចុប្បន្ននេះគេហៅថាមកដល់ចំណុចនៃផ្លូវបំបែកណាមកដល់ចំណុចនៃផ្លូវបំបែកត្រង់ថានយោបាយរបស់ថៃនេះគ្រប់ភាគីគ្រប់គណៈបកនយោបាយជាពិសេសគឺអ្នកនយោបាយស៊ីវិលគឺរកមធ្យោបាយយ៉ាងណាដើម្បីគេហៅថាបន្សាបឥទ្ធិពលរបស់អ្នកមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញរបស់ថៃអ្នកដែលក្រុមមនុស្សដែលមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញមានតែ2ក្រុមទេទី1គឺក្រុមព្រះមហាក្សត្រក្រុមរាជវង្សទី2គឺក្រុមកងទ័ពហ្នឹងណាចង់ធ្វើនាយករដ្ឋមន្ត្រីចង់អីហ្នឹងគឺអត់សូវឆ្លងកាត់ការបោះឆ្នោតអីទេគឺទៅធ្វើរដ្ឋប្រហារយកតែម្ដងដូច្នេះតើយើងស្គាល់អំពីធម្មជាតិនៃនយោបាយរបស់ថៃពេលនេះរឿងដែលខ្ញុំមើលលើសពីការឈ្លានពានគឺចាប់ផ្ដើមយើងដឹងហើយថាចំនួនហ្នឹងវាមានហើយក៏ប៉ុន្តែហេតុអីបានជាថៃនៅតែបន្តចង់ឆ្លោះជាមួយកម្ពុជាណាឆ្លងឆ្លោះជាមួយកម្ពុជា2សប្តាហ៍មុនបាទប្រហែលជា20ថ្ងៃមុនយើងឃើញលោកស្រីបងប្អូននៅទីនេះអ្នកកំពុងតាមដានស្ដាប់ហ្នឹងគឺប្រហែលជាស្គាល់ហើយលោកអនុធីនពេលនេះមករាប់មកដល់ពេលនេះគឺបានក្លាយទៅជានាយករដ្ឋមន្ត្រីហ្នឹង20ថ្ងៃគាត់ឡើងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី7ខែ9ឆ្នាំ2025នេះជានាយករដ្ឋមន្ត្រី20ថ្ងៃតែតាមពិតនៅក្នុងអ្វីដែលជាកិច្ចសន្យាហ្នឹងគឺលោកអនុធីនគេហៅនាយករដ្ឋមន្ត្រី4ខែនាយករដ្ឋមន្ត្រី4ខែព្រោះគាត់ជាប់កិច្ចសន្យាជាមួយនឹងគណៈបកប្រជាជនថៃដែលជាគណៈបកយុវជនឈានមុខអញ្ចឹងលោកអនុធីនក្លាយទៅជានាយករដ្ឋមន្ត្រីទី32របស់ប្រទេសថៃខ្ញុំបង្ហាញរូបលោកអនុធីនបងប្អូនហើយស្គាល់ហើយលោកអនុធីនគាត់ក្លាយទៅជានាយករដ្ឋមន្ត្រីទី32ថៃមកដល់ពេលនេះបាន20ថ្ងៃហើយនៅ120ថ្ងៃទៀតបាទនៅ120ថ្ងៃទៀតគឺកិច្ចសន្យា3ខកិច្ចសន្យា3ខជាមួយនឹងគណៈបកប្រជាជនថៃហ្នឹងគឺដល់អសានវត្តហើយមានន័យថាលោកអនុធីនត្រូវប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតឡើងវិញហើយបងប្អូនប្រហែលជានៅចាំហើយកិច្ចសន្យា3ខដើម្បីឲ្យគណៈបកប្រជាជនថៃដែលដឹកនាំដោយណត្តភុងបាទឈ្មោះយុវជនមួយឈ្មោះណត្តភុងខ្ញុំបង្ហាញរូបគាត់បាទណត្តភុងនេះគឺជាប្រធានគណៈបកយុវជនប្រធានគណៈបកប្រជាជនថៃបច្ចុប្បន្នបាទជាមេដឹកនាំទី3បន្ទាប់ពីឋានធនមកដល់ពិថាហើយណត្តភុងនេះជាយុវជនចំនួនទី3នៃគណៈបកមកពីយុវជនកំណែតម្រង់លក្ខខណ្ឌរបស់គណៈបកប្រជាជនថៃដាក់ទៅលើលោកអនុធីនបងប្អូនដឹងហើយលោកអនុធីនមានកៅអីនៅក្នុងសភាតែ69កៅអីឯងហើយចំណែកគណៈបកលោកពិថាពេលនោះឥឡូវនេះគេហាមគាត់មិនឲ្យធ្វើនយោបាយរដ្ឋតុលាការកម្ពុជារបស់ថៃហ្នឹងគឺដកសិទ្ធិគាត់ដកសិទ្ធិសមាជិកសភាគាត់ហើយបិទមិនឲ្យគាត់ធ្វើនយោបាយ10ឆ្នាំក៏ប៉ុន្តែពេលនោះពិថាដែលដឹកនាំដោយគណៈបកអនាគត Future Forward អនាគតឆ្ពោះទៅមុខឈ្នះការបោះឆ្នោតប៉ុន្តែខ្លួនមិនមានសមត្ថភាពនៅក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីកសាងរដ្ឋាភិបាលបានអញ្ចឹងហើយត្រូវបានគណៈបកលោកតាស៊ីនគណៈបកភឿថៃហ្នឹងបានរៀបចំចងគ្នាទៅក៏គ្រប់កៅអីបង្កើតរដ្ឋាភិបាលបានហើយអ្នកគណៈបកដែលឈ្នះឆ្នោតក្នុងប្រទេសថៃបែរទៅខ្លាយទៅជាគណៈបកប្រឆាំងអ្នកដែលឈ្នះទៅជាគណៈបកប្រឆាំងអ្នកដែលចាញ់រួមគ្នាខ្លាយទៅជាគណៈបកដែលដឹកនាំរដ្ឋាភិបាលក៏ប៉ុន្តែពិថាត្រូវបានបិទសិទ្ធិនៅក្នុងការធ្វើនយោបាយ10ឆ្នាំដោយតុលាការកម្ពុជាថៃឬក៏គេហៅតុលាការរដ្ឋធម្មនុញ្ញថៃហ្នឹងឥឡូវនេះគឺណត្តភុងជាយុវជនបន្តវេនថ្មីមួយទៀតដែលដឹកនាំគណៈបកប្រជាជនថៃបានដាក់លក្ខខណ្ឌទៅឲ្យលោកអនុធីនហ្នឹងចំនួន3ខធំខទី1គឺដើម្បីឲ្យគណៈបកប្រជាជនថៃបោះឆ្នោតឲ្យគណៈបកភូមិใจថៃដឹកនាំដោយលោកអនុធីននៅក្នុងការរៀបចំគណៈរដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលបានហ្នឹងគឺ
ត្រូវតែចាប់ផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្រោយពីខ្លួនខ្លាយទៅជានាយករដ្ឋមន្ត្រីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺចេតនាយ៉ាងណាគឺជារដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយសមាជិកសភាមិនមែនបង្កើតឡើងដោយសមាជិកព្រឹទ្ធសភាដែលមានមនុស្សក្រៅរដ្ឋធម្មនុញ្ញអង្គុយនៅក្នុងទេណាអាហ្នឹងចំណុចទី1លក្ខខណ្ឌទី1លក្ខខណ្ឌទី2គឺក្នុងរយៈពេល4ខែរាប់ពីឥឡូវទៅដល់ចុងឆ្នាំត្រូវតែប្រកាសរំលាយសភាចឹងហើយបានគេហៅលោកអនុทิននឹងជារដ្ឋាភិបាល4ខែហ្នឹងជានាយករដ្ឋមន្ត្រី4ខែហ្នឹងចឹងហើយត្រូវប្រកាសរំលាយសភាទី3គឺគណៈបកប្រជាជននេះមិនត្រូវការតំណែងនៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកអនុทิនទេអីចឹងដូច្នេះអ្វីដែលសំខាន់ហ្នឹងគឺហេតុអីបានជាខ្ញុំយករឿងនេះមកនិយាយពាក់ព័ន្ធទៅនឹងរឿងព្រំដែននេះជាចំណុចជារបត់នយោបាយនៅក្នុងប្រទេសថៃធំណាស់ពួកកងទ័ពបានដឹងច្បាស់ណាស់បងប្អូនកងទ័ពថៃបានដឹងច្បាស់ណាស់បើសិនជាក្នុងករណីណានៅក្នុងករណីមានការបោះឆ្នោតដើមឆ្នាំ2026នេះគឺគណៈបកប្រជាជនថៃដែលដឹកនាំដោយណត្តភុងជាយុវជនកំណែតម្រង់ចំនួនទី3របស់យុវជនកំណែតម្រង់នេះនឹងជាប់ឆ្នោតណានឹងជាប់ឆ្នោតហើយពួកយុវជននេះដឹងហើយទី1គឺធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាពិសេសទាក់ទងនឹងមាត្រា112មាត្រា112នេះជាមាត្រាដែលចាប់អ្នកដែលរិះគន់ស្ថាប័នព្រះមហាក្សត្រដាក់គុកណាដាក់គុកអ្នកដែលមានការរិះគន់ស្ថាប័នព្រះមហាក្សត្រដាក់គុកហ្នឹងគឺប្រើមាត្រា112នេះឯងអញ្ចឹងហើយពួកនេះសុកចិត្តអត់បានបើសិនជាការចរចាបង្កើតរដ្ឋាភិបាលពេលនោះពិថាព្រមលះបង់ចំណុចនេះមិនធ្វើវិសោធនកម្មពិថានឹងខ្លាយទៅជានាយករដ្ឋមន្ត្រីប្រហែលជានយោបាយថៃខ្មែរនៅពេលនេះមិនមានបញ្ហាដល់ប៉ុណ្ណឹងទេណាក៏ប៉ុន្តែពេលនោះគឺលោកពិថាប្រធានគណៈបក Future Forward ពេលនោះមិនព្រមលះបង់គំនិតកែរដ្ឋធម្មនុញ្ញមាត្រា112នេះទេធ្វើឲ្យស្ថាប័នផ្សេងឬក៏គណៈបកផ្សេងទៀតនេះខ្លាយរអាព្រោះគ្មាននរណាចង់ប៉ះពាល់ស្ថាប័នព្រះមហាក្សត្រទេហេអញ្ចឹងហើយយោធាដឹងណាមិនមែនតែប៉ះព្រះមហាក្សត្រទេគឺកាត់បន្ថយបន្សាបឥទ្ធិពលពួកយោធាដែលតែងតែលូកលាន់កិច្ចការងារនយោបាយស៊ីវិលណាអញ្ចឹងហើយពួកយោធាដឹងច្បាស់ថាចុងដើមឆ្នាំ2026នេះអាចនឹងមានរបបនយោបាយធំមួយដែលធ្វើឲ្យពួកយោធានឹងបាត់បង់ឱកាសនៅក្នុងការលូកលាន់កិច្ចការងារនយោបាយស៊ីវិលណាលូកលាន់ក្នុងកិច្ចការងារនយោបាយស៊ីវិលអ្វីដែលជារឿងហួសចិត្តសូម្បីតែអ្នកវិភាគថៃសូម្បីតែគណៈបកសមាជិកសភាគណៈបកប្រជាជនថៃនឹងអ្វីដែលហួសចិត្តហ្នឹងគឺគេមិននឹកស្មានថាលោកអនុทินដែលជានាយករដ្ឋមន្ត្រីបាន20ថ្ងៃហើយនេះពីសប្តាហ៍មុនពីថ្ងៃទី21មកដល់ពេលនេះថ្ងៃទី28 7ថ្ងៃត្រឹមបងប្អូនបានប្រកាសផ្ដល់សិទ្ធិបើកបិទព្រំដែនហើយនឹងបញ្ហាចំនួនរវាងថៃនិងខ្មែរតាមព្រំដែនទៅឲ្យកងទ័ពជារឿងមួយដែលមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយថាកងទ័ពហ្នឹងវាអស់ផ្លូវក្នុងការដើរហើយព្រោះខ្លួនកំពុងតែដើរកសាងប្រជាប្រិយភាពយើងឃើញណាបងប្អូនអ្នកដែលតាមដានកិច្ចការងារនយោបាយទេក្នុងថៃណាភូមិភាគ2តែដើរតាមសាកលវិទ្យាល័យទៅតាមវិទ្យាល័យដើម្បីលៀងខួរយុវជនថៃហេតុអីបានគេធ្វើអញ្ចឹងណាទន្ទឹមនឹងមេតបភូមិភាគ2ថៃហ្នឹងប្រកាសថាខ្លួនពេលរត្រែតទៅមិនចាប់អារម្មណ៍កិច្ចការងារនយោបាយក៏ប៉ុន្តែទន្ទឹមនឹងខ្លួននិយាយផ្សេងខ្លួនធ្វើផ្សេងដើរតាក់ទាញប្រជាប្រិយភាពបង្កើតប្រជានិយមបង្កើតប្រជាប្រិយភាពនយោបាយប្រជាពិធដើម្បីកសាងមុខមាត់គេឈ្មោះខ្លួនឯងដើម្បីបោះជំហានចូលក្នុងនយោបាយណាបោះជំហានចូលក្នុងនយោបាយអញ្ចឹងហើយលោកអនុทินកំឡុងពេលដែលកងទ័ពចិត្តអស់ផ្លូវនៅក្នុងការកសាងនៅក្នុងការមានឱកាសលូកលាន់កិច្ចការងារដឹកនាំនយោបាយស៊ីវិលហើយស្រាប់តែលោកអនុทินប្រកាសអនុញ្ញាតឲ្យកងទ័ពនឹងសម្រាប់បើកបិទព្រំដែនរវាងថៃខ្មែរហើយនឹងសម្រាប់នៅក្នុងកិច្ចការងារចំនួនរវាងថៃខ្មែរដោយស្វ័យសម្រាប់ចិត្តមិនចាំបាច់ឆ្លងរដ្ឋាភិបាលដូចយកទឹកមួយធុងដល់ត្រជាក់ទៅចាក់ទៅលើណាក្រុមកងទ័ពអញ្ចឹងធ្វើឲ្យក្រុមកងទ័ពនេះមានកម្លាំងឡើងវិញអញ្ចឹងហើយវាជាឱកាសបងប្អូនកងទ័ពមិនមែនល្ងងទេទោះបីជាពួកនេះប្រើកម្លាំងបាយក៏ដោយអញ្ចឹងហើយដើម្បីកសាងប្រជាប្រិយភាពខ្លួនឯងបន្តទៀតគឺមានតែមធ្យោបាយមួយវាជាឱកាសដោយសារចំនួនខ្មែរនិងថៃមិនទាន់បញ្ចប់ផងហើយជាឱកាសដែលសំទោសបាទហើយជាឱកាសដែលរដ្ឋាភិបាលលោកអនុทินផ្ដល់ឱកាសឲ្យសម្រាប់ចិត្តផងខ្លួនមានឱកាសក្នុងការកសាងប្រជាប្រិយភាពខ្លួនមានឱកាសក្នុងការកសាងជាតិនិយមនៅក្នុងចំណោមមហាជនព្រោះទាំងកងទ័ពទាំងអ្នកនយោបាយមិនអាចរស់បានទេបើសិនជាគ្មានមហាជននៅពីក្រោយទោះបីកងទ័ពក៏ដោយដូច្នេះហើយទាកងទ័ពដឹងច្បាស់ណាស់ថាជាឱកាសអញ្ចឹងហើយមិនអាចបញ្ចប់សង្គ្រាមរវាងកម្ពុជាជាមួយនឹងថៃបានទេព្រោះមានតែចំនួនថៃកម្ពុជានៅតាមព្រំដែនចំនួននៅតាមព្រំដែនជាមួយកម្ពុជានេះទេដែលជាដុំអុសដ៏ល្អឬក៏យើងប្រើពាក្យថាជាលំបាយនយោបាយរបស់កងទ័ពដែលធ្វើឲ្យនយោបាយកងទ័ពនឹងកាន់តែមានរូបភាពឆ្ងាញ់ជាងមុនកាន់តែធ្វើឲ្យកងទ័ពនឹងមានឱកាសនៅក្នុងការ
នៅក្នុងការបង្កើតនៅគេហៅថាមុខមាត់នៅក្នុងឆាកនយោបាយរបស់ខ្លួននៅក្នុងឆាកនយោបាយថៃណានៅក្នុងឆាកនយោបាយថៃដូច្នេះហើយខ្ញុំឃើញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាអ្វីដែលខ្ញុំបារម្ភខ្ញុំបារម្ភក្រែងលោកម្ពុជាធ្លាក់ចូលនយោបាយថៃឯងអញ្ចឹងខ្ញុំឃើញខ្ញុំគ្រប់គ្រងចំពោះការសម្រេចចិត្តមិនតបតបាទមិនតបតជាមួយនឹងការបញ្យុះឲ្យមានការធ្វើសង្គ្រាមព្រោះនៅពេលដែលយើងតភ្លាមគឺយើងជាប់ចូលលបាយនយោបាយផ្ទៃក្នុងប្រទេសថៃគឺទាហានមានឱកាសនៅក្នុងការកសាងប្រជាប្រិយភាពហើយព្រោះធ្វើសង្គ្រាមមួយថៃវាអាចចេញ S6 S16 ឬក៏ Krypton ស្អី Griffin ស្អីនោះជាយន្តហោះរបស់ពុសុយអែតហ្នឹងណាហើយជាបានយន្តហោះពីសម្ព័ន្ធមិត្តខ្មែរមកផងចិនទៅសម្ពយុទ្ធឲ្យថ្មីផងអាចយកមកសាកបើយើងបន្តវាអត់មានលេសនៅក្នុងការធ្វើសង្គ្រាមទេអញ្ចឹងហើយកងទ័ពហ្នឹងក៏មិនមានឱកាសនៅក្នុងការកសាងប្រជាប្រិយភាពច្រើនដែរនិយាយដូចនេះមិនមែនមានន័យថាគ្រប់គ្រងឲ្យរដ្ឋាភិបាលកម្ពុជានៅស្ងៀមរហូតទេណារឿងបញ្ហាព្រំដែនរឿងការពាត់របងយកដីពលរដ្ឋប្រមាណជា20-30គ្រួសារនៅភូមិអូបេនៅភូមិជោគជ័យឬក៏នៅនងច័ន្ទជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលការនៅស្ងៀមរហូតដែលបន្តឲ្យឈានទៅដល់ការបាត់បង់ទឹកដីអានឹងរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតជាអ្នកទទួលខុសត្រូវកុំដើរចោលគេណាប្រឈមមុខជាមួយនឹងមហាជននៅក្នុងការរិះគន់ជារដ្ឋាភិបាលធ្វើឲ្យមានការបាត់បង់ទឹកដីណាព្រោះជាក់ស្ដែងឃើញច្បាស់នៅភ្នែកប៉ុន្តែនយោបាយការទូតនៅក្នុងការសម្រេចចិត្តមិនចូលនយោបាយនយោបាយផ្ទៃក្នុងប្រទេសថៃគឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក៏ប៉ុន្តែរឿងផ្សេងទៀតបញ្ហារឿងពាត់បលាលុះឲ្យយើងបន្តតយើងប្រើនយោបាយចាស់ទុំអីជាដើមឡើងនេះគឺទទួលខុសត្រូវចោះរដ្ឋាភិបាលមិនមែនថាខ្ញុំមិនទទួលខុសត្រូវមិនមែនទេព្រោះយើងជាអ្នកដែលកាន់អំណាចរដ្ឋយើងមានសិទ្ធិនៅក្នុងការបញ្ជាកងទ័ពយើងមានសិទ្ធិណានៅក្នុងការបញ្ជាមន្ត្រីរាជការបញ្ជាគ្រប់សរសៃសរសងនយោបាយកម្ពុជាណាអញ្ចឹងហើយបែងចែករឿងជាពីររឿងទី1ការកើតឡើងនៃការបញ្ជុះរបស់ថៃនៅម្ដុំខាងច្រកអានសេះជាមួយនឹងភូមិជោគជ័យនេះជារឿងពីរផ្សេងគ្នារដ្ឋាភិបាលធ្វើការសម្រេចចិត្តមិនអាចយកការសម្រេចចិត្តនេះជាការសម្រេចចិត្តជាកញ្ចប់ទេមិននៅស្ងៀមនៅអានសេះហើយចាប់នៅស្ងៀមនៅនងច័ន្ទដែរទេណានៅនងច័ន្ទហ្នឹងគឺរមធ្យោបាយបែបណាដើម្បីដោះស្រាយបញ្ហារឿងរំលោភបំពាននេះណាតាមយន្តការទ្វេភាគីតាមអីចឹងទៅក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតការប្រើប្រាស់ណាយើងឃើញថាបងប្អូនបានឃើញហើយថាឥឡូវនេះក្រៅតែពីការស្ងៀមស្ងាត់ប្រើនយោបាយចាស់ទុំនៅក្នុងការដោះស្រាយបញ្ហាព្រំដែនយើងឃើញហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឥឡូវនេះយើងឃើញថាសឹងតែពឹងពាក់ទាំងស្រុងទៅលើយន្តការអន្តរជាតិសង្ឃឹមថាអន្តរជាតិនឹងចូលមកដោះស្រាយបញ្ហាឲ្យកម្ពុជាខ្ញុំមើលឃើញចំណុចនេះជាពីរការប្រើប្រាស់យន្តការអន្តរជាតិមិនមែនជាកំហុសទេក៏ជាជំរើសមួយដែលល្អដែរនៅក្នុងកលតិស័កនេះណានៅក្នុងកលតិស័កនេះការប្រើប្រាស់យន្តការអន្តរជាតិនេះបើសិនជាក្នុងករណីអន្តរជាតិលោកដែរយើងឃើញឥឡូវនេះ UN ក៏ដោយសហរដ្ឋអាមេរិកក៏ដោយទម្លាក់ចំនួនរវាងថៃនិងកម្ពុជានេះមកត្រឹមប្រើប្រាស់យន្តការខ្នាតតំបន់ណាដែលមានប្រធានអាស៊ានលោកអានវ៉ាអ៊ីប្រាហ៊ីមជាប្រធានបដូវវេនដល់ម៉ាឡេស៊ីនៅក្នុងការដោះស្រាយបញ្ហាអញ្ចឹងហើយខ្ញុំមើលទៅយន្តការអន្តរជាតិនេះត្រូវការពេលវេលាយើងឃើញហើយសូម្បីតែលោកប្រាសកុនទៅថ្លែងនៅសេចក្តីថ្លែងការណ៍របស់ខ្លួននៅក្នុងសប្តាហ៍នេះនៅក្នុងអង្គការសហប្រជាជាតិក៏ដោយក៏បញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការដោះស្រាយដោយសន្តិវិធីដែរថៃក៏គេប្រកាសថាថៃនៅតែចូលលើជំហរដោះស្រាយដោយសន្តិវិធីដែរណាហើយម្នាក់នៅតែបន្តចោទគ្នាថាមានម្នាក់នឹងរំលោភបំពានកិច្ចព្រមព្រៀង GBC ណា RBC ជាដើមឡើងឡាក់ណាប៉ុន្តែបើសិនជាក្នុងករណីអន្តរជាតិលោកដៃហើយអាចបញ្ចប់បញ្ហាចំនួនព្រំដែនហើយអាចឈានទៅដល់ការវាស់វែងព្រំដែនឡើងវិញឲ្យលឿនបំផុតដែលអាចធ្វើទៅបានដើម្បីសម្រេចធ្វើម៉េចឲ្យវាច្បាស់លាស់កុំទុកមរតកនេះទៅឲ្យកូនចៅជំនាន់ក្រោយឲ្យឆ្លោះគ្នាទៀតអញ្ចឹងខ្ញុំគិតថាជារឿងល្អដែរដូចរឿងប្រាសាទព្រះវិហារអញ្ចឹងអ្នកឯងវាយយកអ្នកឯងស្អីក៏ដោយតាំងពីសម័យសង្គមមាននិយមមកចុងបញ្ចប់នៅតែជារបស់កម្ពុជាអញ្ចឹងតាមមន់តូចតាមមន់ធំក៏ដោយភូមិនងច័ន្ទហ្នឹងក៏ដោយណាភូមិនងច័ន្ទហ្នឹងក៏ដោយបើសិនជានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយវាស់ទៅនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាវាត្រូវតែជារបស់កម្ពុជាណាដោយតែជារបស់កម្ពុជានេះបើសិនជាយន្តការអន្តរជាតិដើរទៅដល់ភាពជោគជ័យអន្តរជាតិជំរុញឲ្យថៃដោះស្រាយថៃនិងកម្ពុជាដោះស្រាយដោយតុលាការ ICJ ជាដើមឡើងណាសម្រាប់គ្នាហើយទៅឬក៏ពង្រីកទំហំ
នៃការដោះស្រាយបញ្ហារបស់ ICJ មកដល់កំហុំធំប៉ុណ្ណាអានឹងអាស្រ័យទៅលើកិច្ចព្រមព្រៀងទ្វេភាគីភូបែកភាគីជាដើមក៏ប៉ុន្តែយន្តការទ្វេភាគីនៅតែប្រើយន្តការអន្តរជាតិនៅតែប្រើក៏ប៉ុន្តែបើសិនជាក្នុងករណីយន្តការអន្តរជាតិនេះអូសបន្លាយរយៈពេលវែងយើងរាប់ថាមិនជោគជ័យទេចុះអាចថានយោបាយការទូតកម្ពុជាបរាជ័យព្រោះសញ្ញាណមកហ្នឹងគឺដូចកសែត Diplomat របស់សហរដ្ឋអាមេរិកបានចុះផ្សាយម្ដងហើយតែជាបរាជ័យនៃការដឹកនាំនយោបាយរបស់លោកហ៊ុនម៉ាណែតបានតែខ្ញុំមិនមានតម្លៃរហូតដល់ថ្នាក់ហ្នឹងទេប៉ុន្តែខ្ញុំគិតថាបើសិនជាក្នុងករណីលបែងការទូតរឿងព្រំដែនថៃខ្មែរនេះបរាជ័យអន្តរជាតិលែងលូកដៃដោយសារតែគេលែងមិនទុកចិត្តដោយសារតែយើងនឹងវាដើរបំពេញគោលការណ៍អន្តរជាតិនឹងច្រើនពេកគេខ្ជិលរវល់កម្ពុជាមិនមែនអស់ផ្លូវទេកម្ពុជាត្រូវធ្វើត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែងហើយការធ្វើសង្គ្រាមរយៈពេលវែងនេះបងប្អូនដឹងហើយមិនមែនធ្វើសង្គ្រាមរយៈពេលវែងវាយគ្នារហូត100ឆ្នាំទេណាត្រៀមខ្លួនអភិវឌ្ឍវិស័យកងទ័ពវិស័យយោធាពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយណាតាមរយៈការជំរុញឲ្យយុវជនជំនាន់ក្រោយនេះមានស្មារតីបញ្ញាសុខភាពរឹងមាំមិនមែនទន្ទឹមនឹងចង់បង្កើតគោលនយោបាយកតាបកិច្ចកងទ័ពស្រាប់តែមានការឃោសនាចាក់ឲ្យយុវជនទៅចាក់សាក់ទទួលស្រាបៀរ10កេសអាហ្នឹងខ្ញុំអត់យល់មិនដឹងថានយោបាយហ្នឹងវាដើរប្រច្រាស់ទិសគ្នាយ៉ាងម៉េចឬក៏មិនខ្វល់អីទេឬក៏មានផលប្រយោជន៍អីធំដុំណាស់នៅជាមួយនឹងក្រុមស្រាបៀរយើងអត់ដឹងប៉ុន្តែឃើញដូចប្រច្រាស់រដ្ឋាភិបាលម៉ាស៊ីនរដ្ឋហ្នឹងទៅផ្សេងទៅម៉ាស៊ីនឯកជនហ្នឹងទៅផ្សេងទៅវិស័យឯកជនហ្នឹងហាក់ដូចជាមិនដើរស្របជាមួយនឹងគោលនយោបាយរដ្ឋាភិបាលហើយគោលនយោបាយឬរដ្ឋាភិបាលហ្នឹងដូចជាមិនអើពើអាណាដើរទៅផ្លូវណាដើរទៅអាហ្នឹងហើយគេហៅថាខ្លួនអត់មានបានរឿងកើតឡើងប៉ុណ្ណេះហើយអត់មានបានត្រៀមខ្លួនរយៈពេលវែងក្នុងការតទល់ដើម្បីកុំឲ្យគេប្រមាថទេនាំគ្នាមកធ្វើអារឿងដែលធ្វើឲ្យគេប្រមាថតទៅបានអាហ្នឹងរឿងទី1រឿងទី2ការពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយផ្ដល់ឱកាសឲ្យយុវជនមានឱកាសក្នុងការចូលរួមចំណែកណាចូលនៅក្នុងស្ថាប័នរដ្ឋកុំទុកអាហ្នឹងឲ្យតែកូនចៅខ្លួនឯងខ្សែតាំងពីក្មួយឥឡូវហ្នឹងឃើញហើយនៅក្នុងប្រវត្តិនយោបាយពិភពលោកមានតែមួយហ្នឹងមិនមែនតែគ្រួសាររបស់តកូលហ៊ុនទេសូម្បីតែនៅតាមខេត្តក៏ដោយចៅហ្វាយខេត្តហ្នឹងក៏អតីតចៅហ្វាយខេត្តហ្នឹងកូនអតីតចៅហ្វាយខេត្តហ្នឹងមកជាអភិបាលរងខេត្តកូនចៅហ្វាយស្រុកខ្លាយទៅជាអភិបាលរងស្រុកខ្លាយទៅជាចៅហ្វាយស្រុកចែកគ្នាអញ្ចឹងមកចឹងអាយុវជន generation Z នេះគ្មានឱកាសអីទេហើយកុំភ្លេចតែពួកនេះដឹងហើយថាពួក generation Z នេះការជាងពួក generation X ជំនាន់ខ្ញុំនឹងហៅ generation X ពីមុននឹងទៀត baby boomer ពួកខ្ញុំជំនាន់ខ្ញុំនេះរៀន slow ទេប៉ុន្តែ generation X នេះកាចវាមិនមែនកាចដោយសារតែពូជសាសន៍នឹងកាចទេណាយើងមើលនេប៉ាល់មើលស្រុកព្រះផងប៉ុន្តែវាដល់កវាទៅវាលែងមានព្រះអីនៅនេះហើយណាព្រោះវាកើតអំពើអយុត្តិធម៌គ្មានការងារធ្វើណាគូផ្សំនឹងការប្រឈឺពីពួកគេហៅ Nipo baby យើងមាន Cambo baby ដែរ Cambo baby ហ្នឹងដូចរៀងស្ងាត់ដែរឥឡូវនៅមាន Cambo parent ហ្នឹងគឺនៅជីកកង់មានបលិសនាំមុខអីចឹងហ្នឹងពួកប្រភេទពួក parent Cambo parent ហ្នឹងពួកចាស់នៅមានមួយរៀងភ្លាវចេញមកអញ្ចឹងជួយប្រឈឺយុវជន generation Z ហើយកុំភ្លេចថាពួក generation Z នេះអត់មានអ្នកនយោបាយណាបញ្យុះទេណាងើបខ្លួនឯងហ្មងយើងមើលនៅឥណ្ឌូនេស៊ីក៏ដោយនៅហ្វីលីពីនក៏ដោយនៅនេប៉ាល់ក៏ដោយអត់មានក្បាលទេទៅចោតមេគណៈបកប្រឆាំងតែបញ្យុះពួកហ្នឹងទៅគ្មានទេពួក generation Z ងើបហ្មងពួកវាប្រើប្រាស់បណ្ដាញសង្គមនៅក្នុងការបង្កើតចលនាឲ្យតែបង្កើតអំពើអយុត្តិធម៌បង្កើតវិស័យភាពសង្គមឲ្យតែច្រើនទៅអាហ្នឹងហៅរយដូច្នេះការរៀបចំឲ្យមានសង្គ្រាមការរៀបចំខ្លួនដើម្បីធ្វើសង្គ្រាមរយៈពេលវែងជាមួយថៃនេះមានកិច្ចការងារច្រើនណាស់ការបង្កើនថវិកាជាតិនៅក្នុងវិស័យកងទ័ពការបង្កើតកាតព្វកិច្ចកងទ័ពនិងកាតព្វកិច្ចយោធាសម្រាប់យុវជនហើយដើម្បីបង្កើតយុវជនឲ្យមានគុណភាពវាត្រូវតែលាងសម្អាតណាគ្រឿងអបាយមុខដែលបំពុលយុវជនបច្ចុប្បន្នអំពើអបាយមុខដែលបំពុលយុវជនបច្ចុប្បន្នអាហ្នឹងសំខាន់ណាស់ដើម្បីយុវជននឹងមានឥឡូវហ្នឹងគឺក្មេងអនុវិទ្យាល័យចប់ឆ្នាំជប់លៀងផឹកស្រាបៀរដែរណាចំនួនខ្ញុំណាបងប្អូនដែលរៀនពីបាក់ឌុបកៅជាងដូចជាម្ដងប៉ុណ្ណឹងទៅដឹងអីតើចប់បាក់ឌុបអីនោះបានអាចទៅរកណោតជូអី
Còn lâu nó cứ qua xả bia nó không thằng nó cứ chụp liền cứu của mình sẽ khó đấy của tàu ai tàu bay tàu score chúng ta cá triêm luôn mình ban triêm du chun nó cá ở khai thì du chun miền Nam Phiên là bay triêm thua sừng triêm giờ về về như môi thái rương thua sừng triêm môi thái nick mơ tàu đỏ ráp naจะทาบันเปรมหักสัตไทยดอราบนาปูโยธีไทยเนอแต่มีอดีตพลน้องโยบายไทยอดจีรู้ดิเตรียมครูนละโหดก็มอยเรื่องนี้คือดักดับผมมวยพุ่งเมาส์ยังสงัดหรือกร้อยดักรองมั้ยปูไทยนี่ชมเรียนเราสอบไทยดับชนะชมสกอร์จะรักปูน้องใช่ไหมโอ้บานสลดยังบานพร้อมดอกแล้วสลดละโหดอาจจะรักเมืองยี่เกอาจจะรักประมาทเกนะมีนกนองสไซเชียมนกนองเชียมพอไทยนั่นนะจีบเส้นทั้งยืนเตาเรียนปีประเทศกัมพูชีเตาเรียนปีประเทศลาวนี่ตัวใบเจบานอาหารอุปกรณ์ปีเปรียบหักสักไทยก็ได้ยมตัวอาหารอุปกรณ์เป็นมาสเตอร์ช่องตัวอาหารอุปกรณ์ปี Rockefeller Foundation นี่เป็นขนาดมันดึกช่องตัวอาหารอุปกรณ์ปีมาจัดสเปรย์เซเรนพอนยืนตัวอาหารอุปกรณ์ปีวิจิวงไทยเพราะมันใบตัวเรียนก็พวกนั้นเราเล็บค่ายมือเลยมือกราวใช่เอาบททัดเดียวยังบ้านเดียวหกchẳng hạn nhưเราสกอลนี่ใส่จนชิดนั่นได้สกอลเราใส่ตามปีเลยดอกกราวจะเดียงนี่ได้จะรักปัญหาแมนเยอะจังแมนไทยกราวด้วยนะกระต้องออกด้วยนะวิมีนอาจจะรักนั่งเจ้านกนงใส่เชียมไทยอาจจะรักเมืองยี่กี่นั่นปัญหาเจ้านั่งก็จัดล้อนั่งก็เจ้านั่นวิมีนกรุ๊ปรู้ชีต้องออกการสันดอกคนนี้นั่นก็เจ้าได้จัดบานนั่นก็จัดบานได้เราสีออกปัญหาเมืองยี่นั่นต้องเมืองยี่ยังดำไปดอหรือกุลอาจจะรักเมืองงี้ดอกรอบเชียมเมืองงี้ใจผิดไทยตอนอะไรเยอะคือโดยมาเล่ไทยได้เฮียเมืองงี้มาเล่เลยให้กรมได้sauเฮียเมืองงี้ผมมีอะไรเมืองงี้แต่ปีประเทศให้จุ่มเป็นคล้วนเมืองงี้ขมายเลี้ยวอ่อนจริงเก๋ผมมีอดเมียนนี่เต้ดักบาดเจอกันแล้วเนาะเดี๋ยวฉันให้สำหรับช่องมาดอเป็นนี่เชียร์สกัดได้สรบช่องท่าช่องความโตแต่เรื่องการสำหรับจัดมันตอบต่อผัวบทเส้นจะตอบต่อคือฮักโดยจิตโจรวมจิตละบอยนโยบายในระบบนโยบายตีขนมไทยจังผัวเรานี่ยังเคยอยู่จนจำนวนทำไมนั่นก็ปงแต่จัดการดับใบบันซาปฏิปุลระบบปุอามาไทยนังปุกองตัวดับใบถึงไม่กลมเอาเจตลูกได้โจรนโยบายสิบเบอร์พอไทยไปบทเส้นจิตปุคณะปราบจิตจนไทยอยู่จนจำนวนทำไมจวบชนะแมนในชนะปีบอลอภัยแบบมวยฉบับรัฐธรรมนูญไทยพิจารณาเพื่อการเพื่อวิสาหกรรมดับใบถึงไม่กัดปะทอยอดีตพลกองตัวให้นำเปรียบให้นำกรมอามาในจุ่มเป็นเปรียบซักดับใบรัฐบาลสิบวันนั้นอาจมีเสถียรภาพจึงมุ่งจะให้กองตัวก็ดังคลุนได้ก็ดังคลุนถ้าบอกคลุนไอ้เหมือนปรังก่อสร้างประเทศประหยัดเพียบเต้คลุนไอ้หนึ่งแรงเมียนออกกะหรือก็เมียนมุกมอดเลยใส่เพียนนโยบายไทยติดหักจะให้ยังเคยเนี่ยเมตัวมวยสลบเมียนสังเครียมคลุนไอ้มันเมากาเปียอันนี้ยังจะดูไทยนะเมตัวนั้นหลบบนต้องดาวเธอสิเหมือนหน้าไอ้หน้าโนตามสกอร์วิเชียไลเนาะยังให้สังเกตมวยนี้เป็นเมนที่สังเกตนกนงกาเฉลี่ยเปลี่ยนในเปิดประกอบได้แบบเฉลี่ยเปลี่ยนไปเปิดประกอบได้เฉลี่ยเปลี่ยนจังบานใดคลาสจังก็บรรทัดเอาไว้ได้จีเรื่องเราเพียงกล่าวนั่งเมนเรื่องปรุงได้มา100%เตะเมนเรื่องโบราณพิษมา100%โบราณพิษตึกใด100%เตะคือเรื่องการก่อสร้างปัจจัยประพิษนโยบายพรรคกองตัวเตะให้บ่ยังโปรบ่ยังประยุกต์บ้านยังบ้านเนี่ยโจลงระบายนโยบายเตะของไทยเพียงเดินไล่กันนะอันนั้นเรื่องเดินไล่มวยเรื่องมวยเตี้ยคือเรื่องโบราณพิษตึกได้รัฐบาลกัมพูชีตัวตัวเขาเต้าจมพูมกไปจีจมกัมพูชีการปราบปรามนโยบายการตูดมวยมุกอัดกรุบกรอนเตอัดกรุบกรอนเตยังเมื่อถึงโนอันราชีตนั่นเลยชาญราชีตรอไงนั่นคือบางคนดังไงหลบวอลเมนแต่เรื่องขมายนะเรื่องในอุยแกรนรัสเซียจะมวยอุยแกรนเรื่องอิสราเอลจะมวยนังกาซาอย่างเงี้ยเรื่องอิรักจะมวยนังอินเดียสุดท้ายจุ่มลูกมันมีในคลาสที่สอนทานนักสังเกตโลกเลยที่ใบจับดาวไหมจะเดียงสังเกตโลกเลยที่ปีได้ไปการตะบงมีนาจับร้องจงมาจับเราไปได้กลุ่มประเทศจับดาวโจรวมไปจุดมินโปลก็นั้นมันนึกมันจงมาจับไปโอ้นี่สังเกตโลกเลยที่ใบได้แล้วไอ้แต่จีการจับดาวเยิ่มเซลจับร้องจะให้ยนต์การราชิตแต่มวยอัดกรุบกรอนเดจะต้องแต่ในเรื่องโบราณพิษตึกใดนี่เต่ากากำลังตีขนมเต่ากากำลังตีขนมการก่อสร้างสมาธิอยู่จุนใบคลายโดยจีกองตัวชนะมีสมาธิในการปราบปรามวัตถุเนิบนะผงเริงเศรษฐกิจใบมีหลักพิษในการการติงสปีบุตร
nâng cái tháo dương chân tranh bao phù mà hàm này lụa một thì ở miền tranh bao thì nó cứ đầu tại cả việc luôn này rồi dương ở chép là luôn này dương đầu tính cái chứ này chia sẻ mà với trong chuyện này muối để toàn từ nâng riêng ca chụp phần dung ở miền ca to đầy này càng là vút nhưng cơ thể chỉ cả sự rót happy ba luôn mà nói xong ra chất trong đó cứ chấm mình chấm bài con mình chấm bài to đi của bầm chân thế dương cả là ốc này cứ trôi cả là ốc rồi bỏ nhiều bài tịch nông thai đó chụp hiền thôi mà chụp hiền có vấn đề riêng bộ nạp thực đây đại kỳ quạt là bong vô đầy dương nắng có rót happy ba trâu té trên mốc của tôi khó trâu bằng hai nữ quay đại chỉ chụp sạc lá nằm bây giờ rót ngọc trận này của là cả mình tơ sang sai chán cả mình tơ sang sai chán này khá nó cứ tăng chật trong cọ chiếm ấy tại sao cái chỉ sẽ nó bong ôn mà nhưng mà pay pram từ sam sẽ cruza để cái pot che nâu sam sai sắp năm hết trừ cọ chiếm chẳng hay vừa mấy ở chiếm mai nó rồi liều làm quên còn mà cọ up đã cọ up về miền Pành Hà để này trong kịch hà quay đại ca là mấy ní cứ chia ở cả đại còn toàn Thái cùng cùng tại Pra đầm bay chia phải giao nhiều bái tại Campuchia và hai chia trong kịch hà rót happy ba của miền Tây được xa cho nó đây nhắc chết về xa Thái nó cho mìnhดูđại riêng nó sau Thái dùng loan nó có khai tới chia mình tây chọn phụ ấy cho nó đây để dây Thái prey đập từ đây Thái để khai nó miền song xa Thái một cô chẳng hai bài chị ai vô làm pi thôi mà chiết lên nhiều bài Thái vô làm pi trở rất rồi có thôi mà chiết lên trở rất là bao chuyện chị Thái chỉ là chất khang bao nhiêu này chẳng chúng cất thao ca điệp trong chuyện sắc việc trâu ca sắc xa tam pi ta chất sắc trâu ca sắc xa tam pi cầm lăng to trâu ca sắc xa tam pi lập bệnh chuyện sắc là nhiều bài trâu đâm làm pi thôi mà chiết lên nhiều bài tây non của Thái rồi score làm pi trở rất còn toàn Thái rồi score làm pi trở rất nè nhiều bài Tháiประมาณจุดนั้นนักเขียนกระทายโยมาดักเลือดตกให้ทุกการวิเพียตั้งยังไงทุกการสำหรับจัดบ้านทำแต่ช่างเชื่อถ้าเราทำไปบ้านเมียนมันดูเราขนมการวิเพียที่กรมยุทธศาสตร์và được trong khơi ca sầm chặt mình to đáy nằm bây giờ sao phim snack trong nói nấu ăn xe nhằm bây giờ tiếp cứ chia riêng trầm trầm còn vấn đề riêng nấu non chan riêng xây người tiền đãทำไปบ้านเราได้บอกลือchủng cua ở đây là ca làm chỉ ca đồng lô biên vô luôn một quạt vô tẹp bị chung nàyตัวใบเชียนนบอลน้องเชียนบอลซอก็ได้เดี๋ยวยี่ขี้เนี่ยดอกสายปัญหาตามดีเตวิธีพวกบอลซอเกี่ยวกับไทยเชียนบอลตัววอกเวงนะยังดังทามาดอลพุ่มน้องจานนั่งยังวอกดอลปะโกลตามยนต์การเฟเบียกี้ยังวอกดอลนั่งเนาเตปัญหาบอกมันตัววอกดอลนั่งมีในทางบอลมาจำนวนเราบอลนั่งวิไอเชียนบอลตัวซีขี้เนี่ยแต่ยังมันตัวบ้านสำหรับอย่างน้องกาบอกเวอันนั้นเราตัวสกอร์การเปิดจังตัววัวหายอันนั้นเวเนาคางเก๋อันนั้นเรื่องบุยเตี้ยนั่นโดยพุ่มเฮจิบรันวัวอ๋อพุ่มเฮจิบรันมวยnó bị qua thương mạnh để cho nên trong ngày nay miền bản năng cho rùm trong này bản năng hay ở đây trong thưa bị bắt bị phiền ngày đấy chỉ còn nứt lấy trông mùi